បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទមានតួអង្គវត្ថុស័ក្តិសិទ្ធិមួយឈុតធំបងប្អូនណាបាទផ្នែកតៃសាបងប្អូនណាបាទលោកអ៊ំគាត់តាមក្លិនបាទគាត់ដើររត់ទៅពាំងតាមក្លិនបាទតាមក្លិនក៏ប្រទះឃើញជ្រូកធំដេកស្លាប់បងប្អូនណាអត់មានជាប់អន្ទាក់អីទេហើយយលោកឈឺឬក៏ពលចំណីដល់ថ្ងៃដែលត្រូវដាក់រាជស្លាប់បងប្អូនណាតៃសាក៏លោកអ៊ំក៏ដកយកមកបងប្អូនណាដកយកមកបាទខ្ញុំទៅជួបមួយសាតែអត់ត្រូវគ្នាទៅមិនត្រូវម្សិលមិញហ្នឹងបងប្អូនណាត្រូវតម្លៃក៏យកមកអញ្ចឹងដាក់បច្ច័យឲ្យបងប្អូនសំរុំបងប្អូនណាបាទ24ចាស់ពទាហើយតូលើក្រោមទឹក3ហ៊ុនកន្លះបងប្អូនណាស្អាតណាអត់មានប្រេះស្រាំបាច់បាក់អីទេបងប្អូនបាទស្អាតណានេះដកយកមកល្បេះត្រឹមហ្នឹងបងប្អូនណាអត់មានទៅវាយអីទេកម្លាំងកម្មត្រូវបញ្ចប់បងប្អូនខ្លះគាត់ខមមិនថាបើខ្លាំងមិនស្លាប់ជីវិតសត្វលោកបងប្អូនណាបាទវាមានកម្លាំងកម្មនិងកម្លាំងបុណ្យដែលត្រូវបញ្ចប់បាទមានថ្ងៃចុងក្រោយបងប្អូនមានថ្ងៃចុងក្រោយដែលត្រូវបញ្ចប់អញ្ចឹងគ្មានអ្វីជាអមតៈទេភាពខ្លាំងភាពបកាយភាពស័ក្តិសិទ្ធិក៏មានព្រំដែនដែរបងប្អូនណាបាទមានព្រំដែនកំណត់មានថ្ងៃចុងក្រោយនិយាយមិនបានចេះចឹងណាបងប្អូនអញ្ចឹងបងប្អូនស្រឡាញ់អាចទៅចែកបានបច្ច័យ4ទឹកដីសំឡូតខាងអូខ្មោចបងប្អូនណាបាទរបស់ពុតរបស់សុតរបស់ខ្មែរបាទបងប្អូនខមមិនតម្លៃក្នុង TikTok Facebook YouTube ខ្ញុំមិនអាចតបក្នុងនឹងបានទេបងប្អូនណាបងប្អូនអាចចូលសារឬក៏ទេមកផ្ទាល់បងប្អូនណាខ្នាយខ្មែររបស់ល្អរបស់សុតបងប្អូនមុននឹងចែកម្លែកចែកជីវពីខ្ញុំបងប្អូនឆែកមើល account របស់ខ្ញុំ Facebook របស់ខ្ញុំលេងរបស់ខ្មែរទេបងប្អូនណាបាទបងប្អូនតាមដានខ្ញុំសិនបាទមិនមានក្រៅស្រុកអីទេធានាជូនបងប្អូនណាបាទ30ឆ្នាំជាងហើយបាទលេងរបស់ខ្មែរទេអញ្ចឹងណាបងប្អូនបាទហើយបើថាជ័រចាក់ជ័រអីបងប្អូនរៀនមើលខ្នាយបន្តិចបាទចាក់យ៉ាងម៉េចឲ្យបានអញ្ចឹងបងប្អូនណាបាទចាក់ខ្ញុំបាន10000គូមកបាទបងប្អូនមុននិយាយបងប្អូនមើលផងឬក៏បងប្អូនគេហៅមាជ្រែកឬក៏អ្នកចាញ់ចាបងប្អូនមានរបស់ក្រៅស្រុកដល់ពេលឃើញរបស់ខ្ញុំថារបស់ជ័ររបស់ក្រៅស្រុកដូចរបស់បងប្អូនទេជាស្រ័យបាទខ្ញុំក៏មានសេចក្តីថ្លៃថ្នូរក៏មានកិត្តិយសបាទមានលុយទៅទិញហ្មងណាទៅយកមកណាបាទទៅជីវយកមកភាសាអ្នកព្រីភាសាមិនល្អស្ដាប់គេថាទិញឬក៏លក់ដូរអញ្ចឹងទៅភាសាខាងគូសំគេហៅថាជីវឬក៏ចែកម្លែកយកទៅគោរពបូជាអញ្ចឹងបងប្អូនស្រឡាញ់អាចទៅចែកបានបច្ច័យ4មកបងប្អូនណាទឹកដីសំឡូតខាងអូខ្មោចបាទធានាផ្នែកខ្មែរបាទមួយសង10000សង1លានក៏បានដែរបាទមានផ្ទះមានសបាយត្រឹមត្រូវបាទបងប្អូនមកលេងវាលវែងខ្ញុំនាំទៅជួបម្ចាស់បាទខាងសំឡូតអូខ្មោចបងប្អូនអរគុណបងប្អូនសូមឲ្យមីលីមិនជ័យសូមសនុកសុខសប្បាយបាទលឺដល់ណាផ្ញើចិត្តនឹកដល់ណាបងប្អូនស្រឡាញ់ចូលសារបានបងប្អូនណាក្នុងបណ្ដាញសង្គម YouTube Facebook TikTok អរគុណបងប្អូនបាទសូមមីលីមិនជ័យផ្នែកខ្មែរសុទ្ធ 100% បាទ